គ្រប់ជំរាបសួរពុកម៉ែបងប្អូនជាទីគោរពជាទីស្រឡាញ់ទាំងអស់គ្នាបាទនេះទឹកល្មៀតបល័យដែលខ្ញុំបានខ្នះខ្នែងខ្ញុំបានរៀបចំធ្វើយ៉ាងសម្រិតសម្រាំងសម្រាប់ភរិយារបស់ខ្ញុំតែម្ដងនិយាយទៅធ្វើនេះធ្វើបាទយើងធ្វើហ្នឹងធ្វើតាំងពី3ខែមុនបាទ3ខែមុនគាត់ឆ្លងទន្លេហ្នឹង3 4ខែហើយយើងទិញស្រាពីស្រុកមកមកកានមកយើងទិញបល័យពីផ្សារមកក្បាលបល័យហើយនឹងល្មៀតបាទយើងយកមកកាន់វាម្ដងហើយយើងត្រាំវាបាទត្រាំវារយៈពេលប្រហែល6ខែហ្នឹងហើយដល់ពេលគាត់ឆ្លងទន្លេយើងយកមកមួយសាទៀតយកមកកិនបាទអញ្ចឹងកូនចុងក្រោយនេះយើងពេញដៃពេញជើងតិចពុកម៉ែបងប្អូនដោយសារតែយើងមាន2នាក់ហើយអញ្ចឹងយើងត្រៀមបាទឧបករណ៍ខ្លះសម្ភារៈខ្លះដូចជាឆ្ពង់ដូចជាអីយើងត្រៀមមួយខែ2ខែមុននោះមិនមែនមកមួយថ្ងៃ2ថ្ងៃទេពុកម៉ែបងប្អូនដោយសារយើងគិតថាតល់ដៃតល់ជើងណានេះអានេះគឺអ្វីដែលខ្ញុំចាត់នោះគឺក្បាលបាទក្បាលអីគេក្បាលល្មៀតហើយក្បាលល្មៀតហ្នឹងខ្ញុំចាត់ហ្នឹងគឺលាងទឹកយ៉ាងស្អាតចាត់សបកឲ្យស្អាតមកហើយលាងហ្នឹងដើម្បីបាទដាក់បល័យបាទដាក់បល័យលេងមកបល័យបាទលេងមកបល័យហើយលេងមកបល័យនេះហើយយើងយកមកគឺធ្វើម៉េចណាបាទខ្ញុំយកមកកិនលេងគ្នាបាទកិនល្អឯណាហត់ដូចខ្ញុំឯងហត់ហើយនេះកំពុងរាយរាប់តាមពិតទៅមិនដឹងចង់រាយរាប់ពីអីបងប្អូនបងប្អូនគឺយើងអ្វីដែលខ្ញុំចង់រាយរាប់ក្នុងវីដេអូនេះចង់ចែករំលែកក្នុងវីដេអូនេះគឺចង់ជំរាបបងប្អូនចេះចង់ថាដោយប្រពន្ធខ្ញុំឯងសាច់ក៏មិនសូវស្អាតដែរនិយាយមិនសូវស្អាតទេបើយើងវាសាច់ចាញ់គេដាច់ហើយអញ្ចឹងបើយើងចង់បានប្រពន្ធស្អាតតោះតែយើងថែគាត់ខ្លាំងដែរបើអត់ថែអត់បានទេបាទសាច់ដូចទាឯកអញ្ចឹងបើមិនថែមិនបានទេអញ្ចឹងយើងចង់បានប្រពន្ធស្អាតចង់បានប្រពន្ធល្អចង់បានប្រពន្ធឆ្នើមចង់បានប្រពន្ធដែលមានរូបគេហៅថារូបសម្បត្តិស្អាតតើយើងជួយកែគាត់ដែរណាហើយបើយើងអត់ជួយគាត់ផងហើយយើងចង់បានតែប្រពន្ធស្អាតអាហ្នឹងវាជាសម្រាប់ខ្ញុំបាទខ្ញុំមិនគាំទ្រទេដោយសារតែយើងជាប្តីដែរអញ្ចឹងណាហើយជាពិសេសនារីគាត់ឆ្លងទន្លេកូន2កូន3ទៅសម្ផស្សគាត់កាន់តែអន់ហើយជាពិសេសនារីខ្មែរយើងហ្នឹងសាច់នឹងស្អាតដូចកូនចិនវាទេអញ្ចឹងយើងតោះថែបន្តិចណាបាទបើមិនថែមិនបានទេបាទអញ្ចឹងហើយឆ្ពង់ជាមួយទឹកបល័យនេះជួយដល់យូរអង្វែងបាទយូរអង្វែងគឺសាច់យើងនឹងវាកម្រមានគេហៅថាអាឡែស៊ីអីចឹងទៅហើយវាសាច់ស្អាតជាងមុនទៅហើយឈឺក្បាលឈឺអុលមុខអីហ្នឹងវានឹងអាចកាត់បន្ថយចឹងណាចឹងចង់អ្វីក្នុងនៃវីដេអូនេះខ្ញុំចង់ជំរាបពុកម៉ែបងប្អូនតែប៉ុណ្ណឹងទេដោយសារតែយើងខ្ញុំបាទនឹងចង់shareពីអ្វីដែលក្មេងៗជំនាន់ក្រោយហ្នឹងគួរត្រៀមទុកសម្រាប់ដែលឆ្លងទន្លេអីហ្នឹងយើងត្រៀមទុកទៅបាទត្រៀម1ខែ2ខែអីមុនទៅពី3ខែមុនក៏បានដែរ4 5ខែមុនក៏បានដែរពលាល្មៀតបល័យនេះណាព្រោះយើងកាន់តែយើងត្រៀមទុកយូរបល័យនេះវាកាន់តែបាទកាន់តែរឹងមាំកាន់តែវាជាតិវាកាន់តែខ្លាំងហើយតួយ៉ាងបល័យអីហ្នឹងខ្ញុំមិនដែរអត់ទេផ្ទះខ្ញុំដោយសារពេលខ្លះពូនខ្ញុំហាត់ប្រានចុកដៃចុកជើងជួនកាលទៅកូននឹងរត់ចុះរត់ឡើងគ្រិចដៃគ្រិចជើងលបួចុកសាច់ដុំឈឺសាច់ដុំអីហ្នឹងគឺខ្ញុំធ្វើទុករហូតបើថាធ្វើមុនយើងគ្រាន់ធ្វើលាបយើងធ្វើមិនសូវស្អាតទេអញ្ចឹងណាយើងធ្វើសម្រាប់ទៅលាបទេផ្សារនេះយើងធ្វើត្រៀមញ៉ាំផងអញ្ចឹងវាស្អាតបងប្អូនហើយយើងកិននឹងយកមកច្រវាច់នឹងអើយណោះអញ្ចឹងក៏ទៅយកចង់សរុបសេចក្តីទៅយើងធ្វើប្តីល្អបាក់បន្តិចហត់តិចបើចង់ធ្វើប្តីអាវ៉ាខ្សែស្រួលទេបើយើងចង់ធ្វើប្តីល្អយើងពិបាកបន្តិចសង្គមគ្រួសារឥឡូវហ្នឹងគឺអញ្ចឹងបើយើងចង់ធ្វើប្តីអាវ៉ាខ្សែខ្វះទេដើរចេញពីផ្ទះបាត់ផឹកស្រាទៅតមកវេនទៅវេនមកវេនទៅមកវេនមកវេនទៅមកវេនអញ្ចឹងទៅអ្នកការទី1អ្នកការទី2ក៏ដល់អូខេអញ្ចឹងណាទៅប្តីអាវ៉ាខ្សែបែបហ្នឹងអត់ពិបាកទេយើងពិបាកតែប្តីល្អតែប្តីល្អពិបាកធ្វើណាហត់ណាឈឺក្បាលងាកទៅនេះប្រពន្ធប្រើងាកទៅនោះប្រពន្ធប្រើឲ្យទៅនៅផ្ទះមិនបានទេ
bà chẳng vì sọc sẽ cái đây tới dương chọn thua ở đây lõ hiện của bà thua hay bây giờ chọn đào tua luôn anh chia đây lõ cứ của bà đội nhom chẳng hot nè và phục dáng của dương nữa hay dương ăn miền pe từ đi lệch nơi cái xoay pa na ô này này vật nôm na về đây như nào đấy là tia đây bà vậy tới chỉ vật nhom đấy cứ squat đây plug tới office hay nâng plug mặt tia bà cả bên năng có squat này trong bộ máy bộ na đây quạt bộ bùa đi cô mình phải bộ bùa lên của bạn tí bên của bạn thì cứ ăn đại miền pre vật miền là bọc nhom từ chỉ mùi thì bà anh đang viên trang đáy nè bộ máy bộ trang ở vậy thì việc là việc rồi vậy thì việc là của uất luôn anh nữa luôn anh men đại men vậy từ tăng bị đau màu gồm đại lên thì cái từ vì bà dương thì chúng ta thân nạ mùi đại cái thằng lo đây chẳng nè chân dương hiền của bà trong ở con chợ đồ mai bồn là đi ở bên trong thưa bộ mai bồn khơi thưa tới cứ tham vì lo bộ mai bồn khơi tham vì cha vì lôi vì nó vì cha miền tên tại miền đông vì xa cha tại miền đông trong bộ mai bồn bờ về tầm này bộ mai bồn ai thưa chẳng tới tụi bay miền con chơi cái đây bộ mai bồn ai bà thưa tới mẹ của xa luôn dướng nè bộ mai bồn ở con chợ là video nhóm miền đông đăng đấy chúng biết bộ mai bồn